ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរគឺខ្ញុំមានមុខម្ហូបមួយដែលមានឈ្មោះថាឆាសាច់គោឡុកឡាហើយទាំងអស់នេះគឺជាគ្រឿងផ្សំដើម្បីធ្វើម្ហូបនេះចាហើយខ្ញុំក៏បងអង្គយូរដែរបងប្អូនធ្វើការត្រាំបន្លែព្រោះថាបន្លែនេះយើងទទួលទានឆៅអញ្ចឹងណាបងប្អូនចាយើងធ្វើការត្រាំអញ្ចឹងទៅដើម្បីឲ្យច្រាស់ដីហើយក៏ទទួលបាននៅអនាម័យល្អចាហើយយើងក៏ធ្វើការហាន់សាច់សម្រាប់សាច់នេះបងប្អូនអាចជ្រើសយកជាសាច់សុទ្ធក៏បានសាច់ចប់ខ្លាញ់ដូចនៅក្នុងវីដេអូនេះក៏បានដែរចាតាមជម្រើសចិត្តបងប្អូនណាចាហើយការហាន់សាច់ក៏ដូចគ្នាដែរបងប្អូនយើងហាន់មិនផ្ទះបែបហ្នឹងតែកុំស្ដើងពេកក៏កុំទូចពេកដែរបងប្អូនព្រោះពេលយើងឆាទៅវាស្វិតទៅវាធ្វើឲ្យសាច់យើងទូចទៅញ៉ាំក៏អត់ឆ្ងាញ់ដែរចាហើយការហាន់សាច់ក៏មានតិចនិចដែរណាបងប្អូនគឺយើងហាន់ទៅតឹងសាច់កុំហាន់បណ្ដោយសាច់តែកាលណាហាន់បណ្ដោយសាច់ធ្វើឲ្យសាច់ហ្នឹងស្វិតញ៉ាំអត់ឆ្ងាញ់ហើយសម្រាប់សាច់បងប្អូនអាចជ្រើសរើសតាមបរិមាណនៃគ្រួសារបងប្អូនបានចានិយាយទៅមុខម្ហូបហ្នឹងគឺថាងាយខ្លាំងមែនតើសម្រាប់គ្រឿងផ្សំមិនថាបងប្អូននៅក្រៅស្រុកឬក៏ក្នុងស្រុកអីទេអាចរកគ្រឿងផ្សំមកធ្វើបានងាយមែនតើចាហើយសម្រាប់បន្លែយើងធ្វើការលាងឲ្យច្រើនទឹកព្រោះថាបន្លែទាំងអស់នេះយើងទទួលទានឆៅបងប្អូនព្រោះឆាឡុកឡាបងប្អូនដឹងហើយគឺយើងគ្រាន់តែឆាសាច់ហើយយកមកផ្ទាប់ញ៉ាំជាមួយនឹងបន្លែខាងក្រៅជាមួយនឹងទឹកជ្រលក់ទឹកម្រេចនឹងឯងបងប្អូនចាយើងធ្វើការលាងបែបហ្នឹងឲ្យស្អាតមកបងប្អូនចាបន្ទាប់ពីយើងលាងហើយយើងធ្វើការហាន់ពេញប៉ោះចាសម្រាប់ការហាន់គឺហាន់បែបហ្នឹងបងប្អូនចាហាន់បែបហ្នឹងទៅគឺថាឆ្ងាញ់ហើយគឺកុំហាន់បែបដូចយើងស្ងោរអីចឹងណាចានេះគ្រាន់តែជាតិចនិចមួយដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនចាគឺមិនទៅពីបាយអីទេសម្រាប់មុខម្ហូបនេះបងប្អូនងាយខ្លាំងណាស់ហើយសម្រាប់រសជាតិក៏ឆ្ងាញ់ដែរធ្វើមួយខ្ញុំចឹងទៅគឺរសជាតិឆ្ងាញ់ខ្លាំងមែនតើចាឥឡូវខ្ទះយើងហើយនឹងខ្លាញ់ក្តីក៏ដាក់ខ្ទឹមទៅបងប្អូនវិធីធ្វើគឺដូចបងប្អូនឃើញក្នុងវីដេអូហ្នឹងគឺថាងាយខ្លាំងណាស់បងប្អូនចាហើយសម្រាប់តែគាត់អត់ចេះធ្វើនឹងអាចមើលវីដេអូនេះបានមើលហើយគឺដឹងតែចេះហើយបងប្អូនគឺងាយយើងធ្វើការព្រមលីងខ្ទឹមហ្នឹងឲ្យរាងក្រហមបន្តិចចាំយើងដាក់គ្រឿងផ្សេងចូលចាមិនជាពិបាកអញ្ចឹងបងប្អូនអាចរៀនធ្វើបានណាបងប្អូនចាទៅពេលខ្ទឹមក្រហមបន្តិចយើងធ្វើការចាក់ទឹកត្រីចូលទៅយើងចាក់តាមចំណង់ចិត្តបងប្អូនចាយើងដាក់ប៊ីចេងជាមួយនឹងស្ករហើយជាមួយនឹងអំបិលបន្តិចទៅគឺថាយើងលួចជាតិប្រៃបន្តិចចឹងណាបងប្អូនចាហើយជាមួយនឹងប្រេងខ្យងចាំបន្ថែមប្រេងខ្យងបន្តិចទៀតនិងម្រេចបងប្អូនចាហើយក្នុងវីដេអូនេះដែរគឺខ្ញុំអត់បានធ្វើទឹកម្រេចជូនបងប្អូនមើលទេតែខ្ញុំគិតថាទឹកម្រេចយើងងាយស្រួលមែនតើយើងក៏ដាក់លីស្ករចេញអំបិលហើយនឹងម្រេចក្រូចឆ្មាហ្នឹងគឺបានដែរបងប្អូនចាហើយឆាសាច់នេះដែរបងប្អូនកុំទុកយូរណាយើងគ្រាន់តែមកពុះពីពុះអីគឺយើងលើកដាក់ចានទៅព្រោះអីទៅទុកយូរក៏អត់ឆ្ងាញ់ដែរសាច់គោបងប្អូនចាឥឡូវនេះឆាឡុកឡាសាច់គោរបស់យើងគឺឆ្អិនហើយបងប្អូនចាយើងលើកដាក់អញ្ចឹងណាហើយសម្រាប់បងប្អូនដែលគាត់ធ្វើការដាក់ពងទាចូលតែគាត់ចង់ចៀនពងទាចូលបន្ថែមទៀតក៏បានដែរបងប្អូនចាយើងអាចចៀនដាក់ពីលើនៅលើសាច់ហ្នឹងទៅគឺថាគាត់បន្ថែមរសជាតិមួយបែបទៀតដែរចាសម្រាប់ក្នុងវីដេអូនេះខ្ញុំក៏ធ្វើការដាក់ពងទាដែរបងប្អូនគឺខ្ញុំចៀនពងទាចំនួន1គ្រាប់ដាក់ពីលើទៅញ៉ាំបន្ទាប់ជាមួយបន្លែបងប្អូនចាអរគុណច្រើន